ចង់សួរសំណួរអ្នកទាំងអស់គ្នាធ្លាប់អត់ឲ្យហ៊ានមើលកុំទិនីខ្លួនឯងព្រោះតែមានអារម្មណ៍ថាអត់ចង់ stress ឬមួយក៏អ្នកទាំងអស់គ្នាកំពុងតែជាប់គាំងនៅក្នុងទីមួយដែលថាចាំសិនឧទាហរណ៍ថាចាំយើង10ខែសិនចាំយើងចាប់ផ្ដើមគិតគូរពីរឿងអនាគតឬមួយក៏យើងគិតថាចាំជីវិតយើងមានដំណឹងជាងសិនចាំយើងចាប់ផ្ដើមគិតគូរបើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានអារម្មណ៍បែបនេះហើយខ្ញុំចង់ប្រាប់ថាអ្នកទាំងអស់គ្នាមិនមែនជាអ្នកខ្ជិលទេប៉ុន្តែពេលខ្លះដោយសារតែគុកដោរបស់យើងនឹងគឺព្យាយាមការពារយើងពីភាពតានតឹងហើយនេះក៏ជាមូលហេតុមួយដែលយើងបង្កើតកម្មវិធីនេះឡើងស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់កម្មវិធី Future Ready Series កម្មវិធីរបស់យើងមិនជាថ្នាក់ព្រាពីហិរញ្ញវត្ថុទេប៉ុន្តែគឺជាកម្មវិធីមួយដែលយើងនឹងធ្វើការជជែកក៏ដូចជាពិភាក្សាគ្នាទៅលើបញ្ហាលុយកាក់និងគោលដៅជីវិតដោយយើងប្រើភាសាសាមញ្ញងាយយល់មែនតើដែលអត់ធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាមានសម្ពាធឬមួយក៏មានអារម្មណ៍ថាមានកំហុសទេជាពិសេសគឺយើងនឹងជួយអ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងពីស្ថានភាពបច្ចុប្បន្នរបស់អ្នកទាំងអស់គ្នាហើយអាចបោះជំហានទៅមុខដោយទំនុកចិត្តក៏ដូចជាតាមលទ្ធភាពនិងស្ថានភាពជាក់ស្ដែងរបស់អ្នកទាំងអស់គ្នាតាមពិតទៅមនុស្សយើងភាគច្រើនគឺគាត់យកចិត្តទុកដាក់មែនតើសម្រាប់អនាគតរបស់គាត់ប៉ុន្តែពេលខ្លះការរៀបចំផែនការហ្នឹងវាមានអារម្មណ៍ថា stress ពេកដោយសារតែគាត់អត់ដឹងថាត្រូវចាប់អាពីណាទៅណាហើយមានអារម្មណ៍ថាពេលខ្លះអាចយឺតពេកឬមកក៏បើសិនជាគាត់សម្រេចចិត្តបែបហ្នឹងទៅវាអាចនឹងខុសអញ្ចឹងហើយពេលខ្លះអ្នកខ្លះគឺគាត់សម្រេចចិត្តកិច្ចវេះហ្មងនៅក្នុងកម្មវិធីនេះគឺយើងនឹងមកផ្លាស់ប្ដូរទម្លាប់ចាស់របស់អ្នកទាំងអស់គ្នាហើយកម្មវិធីនឹងក្លាយជាកន្លែងមួយដែលផ្ដល់ជូននូវដំណោះស្រាយក៏ដូចជាធ្វើការពិភាក្សាទៅលើសំណួរខ្លះដែលអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាដឹងប៉ុន្តែពេលខ្លះអត់ទាន់បានដឹងច្បាស់ពីវាហ្មងនេះនៅក្នុងកម្មវិធី Future Ready Series គឺយើងនឹងមកស្វែងយល់ពីសំណួរសាមញ្ញតែអត់សូវសាមញ្ញប៉ុន្មានទេណាឧទាហរណ៍ថាអញ្ចឹងថាតើពេលណាគឺជាពេលស័ក្តិសមដើម្បីចាប់ផ្ដើមរៀបចំផែនការហិរញ្ញវត្ថុរបស់យើងហើយថាតើលុយប្រមាណទៅគ្រប់គ្រាន់ដើម្បីជីវិតដែលយើងចង់បានអ្វីដែលពិសេសគឺថាតើធ្វើម៉េចទើបយើងអាចការពារជីវិតក៏ដូចជាអាចការពារមនុស្សជាទីស្រឡាញ់របស់យើងបានស្របពេលដែលយើងខ្លួនឯងក៏មានជីវិតមួយដែលយើងចង់បាននៅក្នុងថ្ងៃនេះតែទីនេះយើងអាចនឹងអត់មានចម្លើយដែលល្អអត់ចាស់ជូនអ្នកទាំងអស់គ្នាប៉ុន្តែពួកយើងនឹងពិភាក្សាគ្នាក៏ដូចជាព្យាយាមស្វែងរកដំណោះស្រាយដល់ជូនអ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាអាចបោះជំហានទៅមុខដោយភាពជឿជាក់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានជា comment ឬមួយក៏ចម្ងល់ទៅលើបញ្ហាការរៀបចំផែនការហិរញ្ញវត្ថុរបស់អ្នកទាំងអស់គ្នាអាចdrop comment របស់អ្នកទាំងអស់គ្នានឹងនៅខាងក្រោមបាទអញ្ចឹងពួកយើងនឹងជ្រើសរើស comment ក៏ដូចជាសំណួររបស់អ្នកទាំងអស់គ្នានឹងដើម្បីលើកយកមកពិភាក្សាក៏ដូចជាជជែកគ្នានៅក្នុងវគ្គបន្តទៀតអនាគតរបស់យើងគឺយើងអត់អាចស្វែងយល់វាបានក្នុងរយៈពេលមួយថ្ងៃឬមួយក៏ភ្លាមបានទេអញ្ចឹងគឺអ្នកទាំងអស់គ្នាត្រូវព្យាយាមក៏ដូចជាសិក្សាស្វែងយល់វាពីមួយជំហានម្ដងទៅមួយជំហានម្ដងអញ្ចឹងចាប់ផ្ដើមគិតពីអនាគតរបស់អ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះដើម្បីជួយ ready នៅថ្ងៃស្អែក